tiền tiền password តែយើងចាក់មិញណាអូខេយើងវាយមក1 2 3 4មកអូខេជាមួយចូលមកវិញអូខេហើយរូបភាពដែលយើងយកមកដាក់នៅក្នុងហ្នឹងគឺវាបាត់ពីក្នុងapp photo scene របស់យើងហើយណាអូខេសួស្តីអ្នកនរគ្នាស្វាគមន៍ជាថ្មីមកកាន់ channel របស់ខ្ញុំម្ដងទៀតអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនៅរបៀបនៃការលាក់រូបភាពឬក៏វីដេអូនៅក្នុងទូរស័ព្ទ iPhone អូខេដល់មកខាងពេលយើងចូលមកមើលវិធីធ្វើអ្នកនរគ្នាអញ្ចឹងវិធីទី1យើងអាចធ្វើវានៅក្នុង app photo របស់យើងតែម្ដងអូខេដល់ចុចទៅលើ photo មកដល់ថាខ្ញុំចង់លាក់ឲ្យមួយចុះអូខេអញ្ចឹងជាទូទៅយើងចុចកន្លែង 3 នេះអូខេយកពាក្យថា hide អញ្ចឹងពេលដែលយើង hide photo ហ្នឹងមានថាវាបាត់ពីក្នុង photo របស់យើងហើយយើងអាចរកវាបាននៅក្នុងកន្លែង hide វិញណាអូខេយើង back ទៅវិញមកហើយយើងយក folder hide នេះ hidden នេះចានេះវាចាក់ជាមួយនឹងFace ID របស់យើងណាអូខេនៅក្នុងរូបភាពដែលយើងបានលាក់មិញអូខេវិធីទី2យើងអាច download app យកមកធ្វើបានណាអញ្ចឹងយើងចូលទៅកាន់ App Store ទៅអូខេហើយយើង search ពាក្យថា photo wall ណានេះ private photo wall អូខេយើង download វាមកអូខេរងចាំបន្តិចវាសារអ៊ីនធឺណិតរៀង slow អូខេចាំពេលយើង download ចប់យើងចុច open មកអូខេចុចពីខាង continue អានេះវាឲ្យយើងដាក់ password បានណាឥឡូវឧទាហរណ៍ខ្ញុំដាក់ password 1 2 3 4ចុះអូខេយ៉ាឡងទៀត 1 2 3 4អូខេ confirm មកចានេះមិនដាក់ក៏បានដែរ email នេះយើង skip ចោលទៅអានេះវាឲ្យយើង select photo ដែលយើងចង់យកទៅលាក់ណាអញ្ចឹងត្រូវឧទាហរណ៍ខ្ញុំយករូបភាពមួយនេះចុះអូខេអញ្ចឹងខ្ញុំចុចពាក្យadd អូខេ skip អញ្ចឹងរូបភាពដែលយើងយកមកមិញហ្នឹងគឺវានៅក្នុងនេះអូខេអញ្ចឹងពេលដែលយើងចេញទៅវិញហើយយើងចង់ចូល add ម្ដងទៀតវាទាមទារ password តែយើងចាក់មិញណាអូខេយើងវាយមក1 2 3 4មកអូខេអញ្ចឹងវាចូលមកវិញអូខេហើយរូបភាពដែលយើងយកមកដាក់នៅក្នុងហ្នឹងគឺវាបាត់ពីក្នុងapp photo scene របស់យើងហើយណាអូខេអញ្ចឹងខ្ញុំមានពីរវិធីហ្នឹងអូខេសង្ឃឹមថាអ្នកចូលចិត្តនៅវីដេអូមួយនេះខ្ញុំបញ្ចូលចុច like subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តអូខេអរគុណច្រើនហើយនឹងជួបគ្នានៅវីដេអូក្រោយ